ជំរាបសួរអង្គពូមីនពុកម៉ែបងប្អូននិងប្រិយមិត្តនៅក្នុងបណ្ដាញសង្គមជាទីគោរពរាប់អាននៅថ្ងៃនេះទី27ខែមិថុនាឆ្នាំ2026ថ្ងៃទី27មិថុនាគឺជាទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមកម្ពុជាហើយនៅថ្ងៃនេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមនៅក្នុងទិវានេះដែលឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលគ្រប់អាណត្តិកន្លងមកចំពោះសហគ្រាសធុនមីក្រូតូចមធ្យមនិងសិប្បកម្មនៅកម្ពុជាហើយក៏បានចាត់ទុកវិស័យនេះជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិដែលជួយជំរុញទៅដល់កំណើនសេដ្ឋកិច្ចការអភិវឌ្ឍនៅក្នុងសង្គមជាពិសេសសហគ្រាសធុនមីក្រូតូចនិងមធ្យមកម្ពុជាបានរួមចំណែកបង្កើតឱកាសការងារបង្កើនប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋកម្ពុជាកាត់បន្ថយការចំណាក់ស្រុកដើម្បីទៅរកការងារធ្វើនៅខាងក្រៅនៅក្នុងឱកាសនៃការប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមកម្ពុជាលើកទី3ឆ្នាំ2026នេះក្រៅពីការធ្វើពិធីអបអរសាទរមានការអញ្ជើញចូលរួមថ្លែងសន្ទរកថាផ្ដល់មតិសំណេះសំណាលដោយប្រមុខថ្នាក់ដឹកនាំហើយនោះនៅពេលនេះក៏មានការចូលរួមដាក់តាំងបង្ហាញផលិតផលក្នុងស្រុករបស់កម្ពុជាមានទាំងគ្រឿងសំណង់សម្ភារៈប្រើប្រាស់គ្រឿងឧបភោគបរិភោគរួមទាំងផលិតផលច្រើនមុខទៀតដែលមានសហគ្រាសចូលរួមដាក់តាំងបង្ហាញប្រមាណជាង200នៅក្នុងព្រឹត្តិការណ៍នេះដែលបានបង្ហាញផលិតផលរបស់ខ្លួនជាផ្នែកមួយនៅក្នុងការធានាដល់ការផ្គត់ផ្គង់សម្ភារៈប្រើប្រាស់គ្រឿងហូបចុកនៅក្នុងប្រទេសដែលទាំងអស់នេះមិនត្រឹមតែការធានានៅសន្តិសុខស្បៀងឬក៏សម្ភារៈប្រើប្រាស់នៅក្នុងប្រទេសប៉ុណ្ណោះទេក៏បាននាំចេញទៅខាងក្រៅប្រទេសផងដែរដូច្នេះដើម្បីជ្រាបថាតើនៅក្នុងស្តង់ពិព័រណ៍នីមួយៗមានតាំងបង្ហាញផលិតផលអ្វីខ្លះហើយផលិតផលទាំងនោះស្របទៅតាមស្តង់ដារបច្ចេកទេសនិងគុណភាពធានាបាននៅការទទួលទានការប្រើប្រាស់ទៅស្របតាមគុណភាពស្តង់ដារខ្ពស់យ៉ាងណាសូមបន្តតាមដានទស្សនាខ្ញុំនឹងបង្ហាញជូនដល់បងប្អូនបានជ្រាបបាទជំរាបសួរបងប្អូនទាំងពីរអរគុណថ្ងៃនេះចូលរួមទិវាជាតិសហគ្រាសធុនមីក្រូតូចមធ្យមនិងសិប្បកម្មកម្ពុជាមានតាំងបង្ហាញផលិតផលអ្វីខ្លះដែរបាទស្តង់ដូចជាទឹកសាហើយនិង collagen បងអូចាទាំងអស់នេះជាផលិតផលផលិតនៅក្នុងស្រុករបស់យើងមែនទេចាបងផលិតនៅក្នុងស្រុករោងចក្រសិប្បកម្មផលិតនៅណាដែរនៅជុំវិញអូក្រុមហ៊ុនរបស់យើងឈ្មោះដំណាក់ក្រុមហ៊ុនរបស់យើងឈ្មោះដំណាក់វិសុទ្ធប៉ុន្តែដំណាក់វិសុទ្ធគឺមានផលិតជាប្រភេទទឹកចាសោធម្មតាអូហើយអាចរៀបរាប់ពីលក្ខណៈពិសេសនៃផលិតផលនីមួយៗទ្រុសបានទេផលិតផលរបស់បងនេះទឹកសូដាហ្នឹងមិនមែនជាប្រភេទដែលយើងអាចយកទៅលាយជាមួយស្រាឬក៏ត្រាំទឹកត្រជាក់អីបានត្រាំគ្រឿងសមុទ្រអីបានទេអាហ្នឹងយើងអាចដាក់នៅក្នុងទូទឹកកកហើយយើងអាចញ៉ាំបានភ្លាមៗហើយសម្រាប់ទឹកសូដានេះដែរអ្នកដែលកើតទឹកនោមផ្អែមក៏អាចពិសាបានមានប្រមាណប្រភេទដែរមានពីរប្រភេទបងមានរសជាតិក្រូចហើយនិងផ្លែប៉េះបាទអំពូមីងនិងប្រិយមិត្តពុកម៉ែបងប្អូនជាទីរាប់អានឥឡូវនេះខ្ញុំបានមកដល់ស្តង់មួយទៀតដែលមានដាក់តាំងបង្ហាញនៅផលិតផលរបស់ខ្មែរមានឈ្មោះថាបាឡាំងចន្ទទីអញ្ចឹងជួបជាមួយនឹងម្ចាស់ស្តង់តម្ដងជំរាបសួរបងស្រីបាទបាទអាចបញ្ជាក់បានទេតើផលិតផលទាំងអស់នេះផលិតនៅទីណាដែរហើយបាទមានលក្ខណៈពិសេសយ៉ាងម៉េចខ្លះដែរអូខេបងសម្រាប់ផលិតផលនេះដែរជាកោះផ្សាយចន្ទទី23ខ្មែរសុទ្ធដែលមានឈ្មោះជាម៉ាកយីហោខ្មែរយើងដាក់ឈ្មោះថាបាឡាំងចន្ទទីស្ថិតនៅក្នុងស្រុកប្រាសាទបាឡាំងខេត្តកំពង់ធំចាហើយសម្រាប់សិប្បកម្មយើងផ្ទាល់មានឈ្មោះថាសវណ្ណភូមិហ្នឹងហើយឈ្មោះសិប្បកម្មគឺសវណ្ណភូមិប៉ុន្តែឈ្មោះម៉ាកយីហោរបស់យើងគឺបាឡាំងចន្ទទីចាសប្តាហ៍ថ្ងៃនេះយើងមាន3ទំហំហើយយើងមានខ្សែតូចនេះទម្ងន់40ក្រាមបងហើយនឹងខ្សែក្រាម2ខាំកន្លះនិងអាធំនេះកន្លះគីឡូចាសម្រាប់ការជ្រើសរើសរបស់ទេថ្ងៃនេះយើងប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូតូចនិងមធ្យមតើនៅក្នុងនាមជាម្ចាស់សហគ្រាសកែច្នៃវិចខ្ចប់ក្របស្វាយចន្ទទីមើលឃើញថាទិវានេះមានសារៈសំខាន់យ៉ាងណាសម្រាប់បងស្រីជាម្ចាស់សហគ្រាសមួយនេះបាទសម្រាប់ខ្ញុំនិងក្រុមការងារផ្ទាល់យើងយល់ឃើញថានៅក្នុងទិវានេះគឺជាឱកាសមួយដែលយើងអាចដាក់បង្ហាញឲ្យបងក៏ដូចជាមិនថាថ្នាក់ដឹកនាំមិនថាប្រជាពលរដ្ឋខ្មែរគាត់បានដឹងថានេះផលិតផលក្នុងស្រុកយើងក៏មានដែរមានច្រើនមានជម្រើសច្រើនហើយជាផលិតផលមានគុណភាពស្របតាមស្តង់ដារមិនថាជាតិនិងអន្តរជាតិទេបាទអំពូមីងពុកម៉ែបងប្អូននិងប្រិយមិត្តនៅក្នុងបណ្ដាញសង្គមជាទីរាប់អានឥឡូវនេះខ្ញុំបានដើរមកដល់ស្តង់ខាងមុខមួយទៀតដែលដាក់តាំងបង្ហាញផលិតផលដូចជាតែទីធម្មជាតិអញ្ចឹងសូមជួបជាមួយនឹងម្ចាស់ស្តង់តែម្ដងលោកពូមានឈ្មោះអីហើយមកចេញមកពីខាងណាដែរបាទខ្ញុំឈ្មោះឈុំរដ្ឋាមកពីខាងគៀនស្វាយស្រុកគៀនស្វាយតែក្បាលមានផលិតផលអ្វីខ្លះដែរបាទខ្ញុំមាន SPH តែទៀតធម្មជាតិ
បាទចេញពីសិប្បកម្មខ្ញុំផ្ទាល់តែម្ដង បាទ បាទ ហើយ យកមកដាក់បង្ហាញ តែទៀប បាទ តាមរូបដូចជារូបទៀបបារាំងហ៎ បាទទៀបបារាំងតែទៀបបារាំង អញ្ចឹងវត្ថុធាតុដើមផ្លែទៀបហ្នឹងយកមកពីណាដែរ យកបោះចការខ្លួនឯងហ្មងនិងទិញពីប្រជាកសិករនៅតាមបណ្ដាខេត្តផង បាទអាចជម្រាបជូនអំពីអត្ថប្រយោជន៍តែទៀបបារាំងនេះបន្តិចបានទេយើងធ្លាប់តែទៀបបារាំងធ្លាប់តែទុំយើងយកទៅទទួលទានប៉ុន្តែឥឡូវនេះមកសម្ងួតចេញជាទៀបបារាំងវិញអញ្ចឹង បាទ ចេញជាតែទៀបវិញអញ្ចឹងមានអត្ថប្រយោជន៍យ៉ាងម៉េចខ្លះដែរ សម្រាប់តែទៀបបារាំងនេះគឺជំនួយទប់ស្កាត់ជំងឺមហារីក អូ កោសិកាមហារីកនិងជំនួយការគេងលក់បានល្អ បាទ ហើយញ៉ាំទៅខ្លាញ់អាក្រក់ក្នុងសរសៃឈាមកាត់បន្ថយខ្លាញ់អាក្រក់ក្នុងសរសៃឈាមកាត់បន្ថយបញ្ហាតម្រងនោមហើយនឹងស្ករចុះអាស៊ីតចុះទៅល្អបាទ តាមអ្វីដែលរៀបរាប់ពិតជាល្អ បាទ ពាក់ព័ន្ធទៅនឹងសុខភាពជាពិសេសសម្រាប់មនុស្សវ័យចំណាស់ បាទ ពិតជា បាទ ស័ក្តិសមបំផុត បាទ អញ្ចឹងតើមានអ្វីដើម្បីធានាថាផលិតផលនេះពិតជាមានសុវត្ថិភាពសម្រាប់ការ ខាង ទទួលទាន សិប្បកម្មខ្ញុំមានចុះអាជ្ញាប័ណ្ណត្រឹមត្រូវចេញពីក្រសួងសុខាភិបាលគាត់យើងតេស្តផ្លាបូឲ្យរួចរាល់ចឹង បាទ ណាដូចជានៅក្នុងនេះខ្ញុំមានកាត់បុស្សិបរបស់ខ្ញុំនេះវាមានអាជ្ញាប័ណ្ណក្រសួងអីត្រឹមត្រូវចឹងណា បាទបងស្រីអញ្ជើញមកពីខាងណាដែរហើយដាក់តាំងបង្ហាញផលិតផលអីខ្លះដែរបាទ ខាងពួកខ្ញុំមកពីខាងសិប្បកម្មសមុទ្រខៀវអាហារក្រៀម អូ ពួកខ្ញុំមកពីខាងសៀមរាប បាទមានផលិតផលអីខ្លះដែរបង ផលរបស់បងមានម្ទេសស្រួយបំពងហើយនិងស្បែកជូរបំពង អូបានន័យថាជាគ្រឿងហូបកំដរមាត់ណា ចា បាទអញ្ចឹងតើផលិតផលទាំងអស់នេះធានាបាននៅគុណភាពទទួលទានទៅមិនប៉ះពាល់ដល់សុខភាពយ៉ាងម៉េចខ្លះដែរ ចាសម្រាប់ផលិតផលអស់នេះគឺពួកប្អូនសម្រាប់សម្រាំងផលិតចេញមកប្រកបដោយអនាម័យហើយការលាងសម្អាតហ្នឹងគឺលាងប្រើការទឹកស្អាតហើយនឹងជាច្រើនដំណាក់កាលទទួលបានផលិតចេញជា